ការពារព្រះអង្គព្រះអង្គអវសត្រូវពីមុនមិនដែលឃើញទេសូមព្រះអង្គដកថយត្រឡប់ទៅរាជធានីមុនទឹកក្រាបទូលទៅរកហុងសៀវឡុងជិះរកគេឃើញហើយចាប់សាច់ឈិនឲ្យបានអាខេននេះអត់ខ្ញុំលេងម្ដងបានហើយសម្រាប់សាច់ឈិនទៅសាច់ឈិនពាក់អាក្រក់បែបនេះស្ដេចរបស់ឯងនេះណាត្រូវទៅរើចេះទៅកាន់តែឆ្ងាយកាន់តែល្អក្នុងជាតិនេះកុំឲ្យគេរកពួកយើងឃើញបងនិយាយច្រើនដងហើយពួកយើងសឹកតែដឹងថាស្ដេចនោះខ្លាំងខ្លាយគឺបងជាអ្នកជួយគេពេលព្រះអង្គយកបាននគរទាំង6គេសម្រាប់ពួកយើងដើម្បីកាត់ពីអាចកំបាំងមួយនេះតែកន្លែងណាមិនសំខាន់យកអ្វីទៅក៏មិនសំខាន់ដែរឲ្យតែគ្រួសារយើងនៅជាមួយគ្នាគឺបានហើយតែកន្លែងណាក៏ជាផ្ទះដែរស្រឡាញ់អូនទឹកពីរណាពុកណែពុកឲ្យអញទៅយកអាមួយដែលមានរូបហើយយ៉ាមើលចុះអាមួយនេះសស្គូមានរូបមកពីណាហុងសៀវឡុងអ្នកណាហ៊ានហៅឈ្មោះខ្ញុំអាទីទៅយកអាវុធពីផ្ទះបាញ់មកពួកអូនចូលក្នុងវិញទៅចូលទៅកុំចេញមកក្រៅចូលទៅព្យាបាលឲ្យគេព្រាមទៅហុងសៀវឡុងស្ដាប់បញ្ជានាំគេទៅខាងនោះទៅម៉ែប្រុសម្នាក់នោះគឺព្រះអង្គមែនទេកុំរើចាប់គេឲ្យជាប់តើនេះជារបស់ស្អីនេះជាក្របកំភ្លើងបាញ់ចេញពីកំភ្លើងគេតើក៏មានរូបរាងយ៉ាងម៉េចពួកគេស្រីពាក់ខោចម្លែកណាស់ជាអាវុធល្បឿនលឿនជើងផុតដីបន្ទាប់ពីបញ្ចេញសម្លេងខ្លាំងច្រើនដងកងទ័ពរបស់យើងរបួសនឹងស្លាប់រាប់មិនអស់តើពួកគេមានតាក់ទងនឹងស្រុកកំណើតអាចកំបាំងរបស់លោកទេមនុស្សស្រុកកំណើតខ្ញុំមិនធ្វើបាបត្រង់ទេយើងទុកចិត្តតែលោកម្នាក់គុណReally បើត្រង់ទុកប្រទេសលើគាត់ម្នាក់មែនចេញស្លាប់បញ្ជាលើកឡើងទោសស្លាប់ឲ្យសៀឡុងទៅប្រេះផ្ដាស់ហ៎អ្នកណាប្រេះផ្ដាស់សិតធ្វើបាបគ្រូឯងទៅហៅថាប្រេះផ្ដាស់ពួកខ្ញុំម្ចាស់ដោយសារត្រង់រស់នៅដោយភាពភ័យខ្លាចច្រើនឆ្នាំហើយនឹងមិនគ្រប់គ្រាន់ទៀតទេអ្នកណាក៏មិនឲ្យសម្រាប់ដែរទុំគុំសពតែស្លាប់ស
សូមព្រះអង្គលើកលែងទោសផងសូមព្រះអង្គលើកលែងទោសផងការពិតស្ដេចឈិនគឺលោកសោះចៅថាមធំមាននិយាយពីប្រាផងចាប់ក្នុងគីភ្លាមកុំកម្រាស់អត់សុខ